សញ្ញាទាំង12ចំណុចដែលបញ្ជាក់ថាជីវិតដៃគូរបស់អ្នកកំពុងតែឈានដល់ផ្លូវបំបែកទី1ហ្នឹងអ្នកមានអារម្មណ៍ថាឯកោបើទោះបីជាយើងកំពុងតែនៅក្បែរគ្នាក៏ដោយ2អ្នកមានអារម្មណ៍ថាយើងមិនអាចធ្វើជាខ្លួនឯងពិតប្រាកដបានដោយសារតែយើងត្រូវសម្ដែងធ្វើជាមនុស្សម្នាក់មួយផ្សេងទៀតនៅពេលដែលនៅក្បែរគ្នាទី3យើងមានគំនិតគោលដៅនិងទស្សនៈផ្ទុយគ្នាបើទោះបីជាមនុស្សពីរនាក់អាចមានចំណង់ចំណូលចិត្តផ្សេងគ្នាក៏ដោយប៉ុន្តែការយល់ឃើញអំពីគោលដៅជីវិតគ្រួសារដែលជាបញ្ហាធំគឺត្រូវតែមានភាពស្រដៀងគ្នាទី4ទំនាក់ទំនងស្នេហាយើងទាំងពីរហ្នឹងវាពោពេញទៅដោយការឆ្លោះប្រកែកគ្នាការកម្មរកគ្នាឥតឈប់ជាប្រចាំតែម្ដងទី5ហ្នឹងអ្នកមានអារម្មណ៍ថាអត់បានទទួលបានការគាំទ្រក្នុងការសម្រេចក្តីសុបិនឬក៏គោលដៅផ្ទាល់ខ្លួនទេហើយនៅពេលដែលយើងមានបញ្ហាអីមួយក៏គេអត់សូវមើលថែយកចិត្តទុកដាក់ជាមួយយើងដែរទី6នៅពេលដែលយើងទៅចែកគ្នាគឺវាពោពេញទៅដោយការស្ដីបន្ទោសការចោទប្រកាន់ឲ្យគ្នាទៅវិញទៅមកឬក៏ការមើលបំណាំគ្នាចំណុចទី7យើងមានអារម្មណ៍ថាខ្លួនឯងនឹងមានចំណុចត្រូវកែប្រែច្រើនណាស់ហើយដៃគូម្ខាងទៀតក៏គេព្យាយាមកែប្រែយើងដូចគ្នាទី8ហ្នឹងយើងមានអារម្មណ៍ថាយើងហាក់ដូចជាកំពុងតែដើរលើស្ពានមួយដែលផុយស្រួយងាយបែកបាក់មានន័យថាយើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងការនិយាយស្ដីការធ្វើអីមួយគឺយើងខ្លាចដៃគូម្ខាងទៀតអន់សពួនចិត្តឬក៏មានការឆ្លោះប្រកែកគ្នាចឹងទៅចំណុចទី9គឺយើងហាក់ដូចជាមើលអត់ឃើញថាអាចកសាងអនាគតជាមួយគាត់បានទេប៉ុន្តែយើងបែរជាមិនសូវជាខ្វាយខ្វល់យកចិត្តទុកដាក់ជាមួយនឹងបញ្ហានេះទៅវិញដែលវាជាបញ្ហាសំខាន់ចំណុចទី10យើងហាក់ដូចជាមានអារម្មណ៍ថាកំពុងតែជាប់គាំងអត់អាចរីកចម្រើនទៅមុខបានហើយយើងអត់ទទួលបានការលើកទឹកចិត្តពីដៃគូម្ខាងទៀតទេចំណុចទី11យើងបានបាត់បង់ទំនុកចិត្តទៅលើដៃគូម្ខាងទៀតមិនអាចផ្សះផ្សាមកវិញបានមិនអាចស្ដារទំនុកចិត្តដែលយើងធ្លាប់មានទៅលើគាត់បានដោយសារតែគាត់ធ្លាប់ធ្វើកំហុសអីមួយហើយទី12យើងជាភាគីតែម្ខាងដែលខិតខំប្រឹងប្រែងនៅក្នុងការកសាងទំនាក់ទំនងគូស្នេហ៍មួយនឹងមានថាយើងម្នាក់ឯងជាអ្នកខំគេអត់ខំទេអញ្ចឹងបើសិនជាអ្នកមើលឃើញចំណុចទាំង12នេះតើអ្នកគួរតែធ្វើបែបម៉េចយើងគួរតែធ្វើម៉េចណាទី1យើងកុំទាន់រួចបារម្ភខ្លាំងពេកដោយសារតែបើសិនជាយើងមើលឃើញចំណុចតាម1 2នៅក្នុងចំណុចទាំង12នេះគឺវាមិនទាន់ជាបញ្ហាធំទេតែបើសិនជាយើងមើលឃើញចំណុច4 5ឬ6ហើយគឺយើងត្រូវតែដោះស្រាយជាបន្ទាន់ទី2គឺយើងអាចលើកយកបញ្ហាដែលយើងព្រួយបារម្ភឬក៏យើងមើលឃើញហ្នឹងទៅពិភាក្សាជាមួយនឹងដៃគូរបស់យើងផ្ទាល់តែម្ដងហើយយើងចាំមើលថាតើដៃគូម្ខាងទៀតគាត់នឹងឆ្លើយតបមកយើងថាម៉េចទី3យើងអាចយកបញ្ហាដែលយើងមើលឃើញទាំងអស់ហ្នឹងដែលយើងជួបប្រទះទាំងអស់ហ្នឹងទៅពិភាក្សាជាមួយនឹងមនុស្សដែលយើងទុកចិត្តហើយដែលធ្លាប់មានបទពិសោធន៍ទៅលើបញ្ហាទាំងអស់ហ្នឹងទី4គឺយើងត្រូវដើរតាមនិងស្ដាប់តាមបេះដូងខ្លួនឯងបើសិនជាចិត្តយើងគិតថាយើងមិនអាចបន្តទៅមុខជាមួយគ្នាបានទៀតទេយើងគួរតែដើរចេញឬក៏អាចសម្រោះសម្រួលជាមួយគ្នាថាយើងចង់បន្តទៀតឬក៏យើងចង់ចាក់ចេញពីទំនាក់ទំនងមួយហ្នឹងដោយសារតែជីវិតរបស់យើងគឺយើងអាចនៅធំធត្រាំត្រែងជាមួយនឹងបញ្ហាជាប់រហូតចឹងបានទេទី5គឺយើងត្រូវតែផ្ដល់អាទិភាពដល់សុខភាពផ្លូវចិត្តខ្លួនឯងដោយសារតែយើងអាចនៅគ្រាំគ្រាជាមួយនឹង toxic relationship ចឹងយើងត្រូវតែរកវិធីដោះស្រាយត្រប់មកវិញគឺទំនាក់ទំនងជាគូស្នេហ៍ពិតប្រាកដគឺយើងតែងតែធ្វើដៃគូទាំងសងខាងមានអារម្មណ៍ថាមានភាពកក់ក្ដៅគឺយើងអាចទទួលបានការយកចិត្តទុកដាក់មើលថែយោគយល់គ្នាទៅវិញទៅមកហើយបើសិនជាដៃគូយើងតែងតែធ្វើឲ្យយើងមានអារម្មណ៍ថាយើងកំពុងតែឆ្លោះគ្នានៅក្នុងសមរភូមិអញ្ចឹងមានថាដំណើរមួយនេះគឺអាចបន្តទៅមុខជាមួយគ្នាបានយូរអង្វែងបានទេចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយ like share ក៏ដូចជាចូលទៅ follow page Facebook Instagram ហើយជាមួយនឹង subscribe channel YouTube ខ្ញុំម្នាក់មួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត